អូតែលាក់ខ្លួននៅកណ្ដាលក្រុងសៀមរាបដែលមានអាងហែទឹកស្ងប់ស្ងាត់ល្អហើយ fresh បន្ថែមទៀតផងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឲ្យមានចុងបង្បែរអារម្មណ៍ពុកម៉ែបងប្អូនដែលមានបំណងចង់មកលេងខេត្តសៀមរាបហើយមិនទាន់ដឹងថាគេនៅកន្លែងណាដែលមានផាសុខភាពល្អព្រមទាំងបន្ទប់ធំទូលាយឥឡូវនេះខ្ញុំនឹងបង្ហាញបន្ទប់ដែលខ្ញុំបានគេងដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញថាធំទូលាយប៉ុណ្ណាហើយបន្ទប់ដែលខ្ញុំគេងនេះគឺជាមានក្រែមួយសម្រាប់ពុកម៉ែបងប្អូនដែលចង់បានក្រែបន្ថែមគឺមានបន្ទប់ផ្សេងៗដូចជាក្រែ2ក្រែ3ផងដែរនៅពេលដែលខ្ញុំចូលមកភ្លាមអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺការតុបតែងដេករបស់គេមើលទៅរៀបចំស្វាគមន៍យើងខ្លាំងមែនតើហើយក៏បានធ្វើអារម្មណ៍របស់ខ្ញុំហ្នឹងគឺកាន់តែស្រស់ស្រាយខ្លាំងមែនតើនៅពេលដែលខ្ញុំអស់កម្លាំងខ្ញុំបើកបង្អួចនៅចេញមកក្រៅដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅផងដែរបាទសួស្តីដោយអ្វីដែលវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងណាសម្រាប់អ្នកមកលេងសៀមរាបជិតដល់ថ្ងៃរត់ម៉ារ៉ាតុងហើយជិតដល់ថ្ងៃឆ្លងឆ្នាំពិបាករងរកន្លែងគេណាខ្ញុំសូមរីកមិននៅសន្តាគារនេះពិតជាមានផាសុកភាពល្អមែនតើអ្វីដែលសំខាន់ហ្នឹងគឺអ្នកដែលមកលេងគឺចូលចិត្តរក swimming pool ដូចវីដេអូដែលខ្ញុំបង្ហាញហ្នឹងគឺ swimming pool អាហារតែគេ fresh មែនតើហើយស្ងប់ស្ងាត់ល្អអត់ញ៉ៃញ៉ៃទេហើយកុំភ្លេចមកទាំងអស់គ្នាណាហើយបន្ថែមទៀតនោះនៅសន្តាគារដែលខ្ញុំបានសម្រាប់នេះក៏មានដូចជាបន្ទប់ប្រជុំយ៉ាងធំទូលាយមានទាំងខ្នាតតូចនិងខ្នាតធំដែលបំពាក់ទៅដោយឧបករណ៍អេឡិចត្រូនិកយ៉ាងទំនើបផងដែរហើយល្ងាចបន្តិចខ្ញុំក៏បានដើរចេញទៅខាងក្រោយក៏បានឃើញ mini bar មួយហើយព្រមទាំងអាងហែទឹកដ៏ធំទូលាយដែលខ្ញុំចូលចិត្តដែលនៅពេលដែលយើងធ្វើការឬមកក៏យើងមកពីហាត់ប្រាណអស់កម្លាំងក៏យើងអាចដើរមកលេងនៅទីនេះបានអូន fresh មែនតើមានអាងហែទឹកជាងទៀតណាដល់លេងបែកនេះហើយយើងមកហែទឹកនៅកន្លែងអូតាដែលយើងសម្រាប់មានភោជនីយដ្ឋានហើយមាន swimming pool ហើយនៅពេលល្ងាចខ្ញុំមិនចង់ចេញទៅញ៉ាំអ្វីនៅខាងក្រៅក៏ខ្ញុំបាន order នៅក្នុងអូតានេះដែលខ្ញុំបានសម្រាប់រីឯមុខម្ហូបរបស់គេវិញគឺមានច្រើនមុខសម្រាប់ឲ្យយើងជ្រើសរើសហើយអ្វីជាពិសេសសម្រាប់ខ្ញុំនៅពេលល្ងាចខ្ញុំក៏បានហៅទ្រៀងដើម្បីឈៀលយើងអង្គុយយ៉ាងរ៉ូមែនទិកជាមួយនឹងមុខម្ហូបដែលយើងបានកំងមានដូចជាសាឡាត់ត្រីសាម៉ុនហើយនិងស្វាហ្គាទីព្រមទាំងបង្អែមផ្លែឈើសម្រាប់រៀងមាត់នៅពេលល្ងាចនេះហើយក៏ជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំផងដែរដែលបានណែនាំពុកម៉ែបងប្អូនដែលមានបំណងចង់មកលេងខេត្តសៀមរាបពិបាកក្នុងការរកកន្លែងស្នាក់នៅព្រមទាំងម្ហូបអាហារនៅតាមតំបន់ហើយរសជាតិនិងបរិយាកាសនៅទីនោះពិតជាស័ក្តិសមនៅអ្វីដែលយើងចង់បានមែនទែននៅពេលដែលយើងធ្វើការមានការហត់នឿយជាច្រើនយើងស្ទះអញ្ចឹងទៅយើងរកកន្លែងមួយដែលឈៀលហៀលជាមួយនឹងខ្លួនឯងផងដែរបូកផ្សំជាមួយនឹងខ្យល់អាកាសបរិសុទ្ធបែបនេះនៅចំកណ្ដាលក្រុងសៀមរាបដែលមិននៅឆ្ងាយពីផាប់ជាតិប្រមាណទេតាមខ្ញុំស្មានហ្នឹងប្រហែលត្រឹមតែ300ម៉ែត្រទៅ200ជាងតែប៉ុណ្ណឹងសម្រាប់អាហារពេលព្រឹកនៅទីនេះក៏មានដូចជាការរៀបចំលក្ខណៈ buffet ទៅតាមស្តង់ដារបែបខ្មែរនិងអឺរ៉ុបព្រមទាំងដែលមានអនាម័យល្អនិងការរៀបចំបានខ្ជាប់ខ្ជួនល្អឥតខ្ចោះព្រមទាំងមានផ្លែឈើបង្អែមហើយនិងនំណែកជាដើមហើយចំពោះខ្ញុំវិញព្រឹកឡើងគឺខ្ញុំអត់រយក្រៅពីបបរសនឹងទេដោយសារជាតិណាស់សម្រាប់ខ្ញុំហើយក៏កាន់តែគៀកខ្លាំងមែនតើសម្រាប់បងប្អូនដែលមកខេត្តសៀមរាបដែលមានបំណងចង់មករត់ម៉ារ៉ាតុងនៅថ្ងៃទី7ខែ12ឆ្នាំ2025ខាងមុខនេះព្រមទាំងថ្ងៃឆ្លងឆ្នាំផងដែរអញ្ចឹងហើយពុកម៉ែបងប្អូនគ្រាន់តែមើលវីដេអូខ្ញុំដែលខ្ញុំបានបង្ហាញកន្លែងស្នាក់នៅម្ហូបអាហារហើយនិងបរិយាកាសនៅទីនេះតើល្អប៉ុណ្ណាអញ្ចឹងហើយបងប្អូនអាចធ្វើការកក់មុនបានសម្រាប់ព័ត៌មានលម្អិតខ្ញុំនឹងបញ្ជាក់នៅក្នុងខមមិនខាងក្រោមចំពោះទីតាំងអូតាវិញខ្ញុំនឹងបញ្ជាក់ងាយបងប្អូនគាត់ទៅចេញពី stop គេហៅថា stop សុខាឬមួយ stop ម្ដុំព្រះអង្គជ័យព្រះអង្គចំបងប្អូនមកដល់ខាងមុខវត្តកេសារាមហើយនៅខាងឆ្វេងដៃបងប្អូនបត់មកតាមក្រសាំងកាតិចប្រហែលត្រឹមតែ100ទៅ150ម៉ែត្រត្រឹមតែប៉ុណ្ណោះបងប្អូនងាកខាងស្ដាំដៃគឺឃើញអូតែហើយអរគុណច្រើន